និទានរឿងខ្មោចរឿងខ្មោចតៃហោងភាគបញ្ចប់នៅមានរឿងខ្មោចជាច្រើនទៀតដែលលងគាត់រហូតដល់មានអារម្មណ៍ថាធម្មតាទៅហើយពេលគាត់សួរចាស់ទៅគាត់ថាខ្ញុំមានក្រយ៉ៅខ្មោចលងគាត់ក៏មិនដឹងថាក្រយ៉ៅនោះយ៉ាងម៉េចដែរតែថ្ងៃនោះតាគាត់ឲ្យគាត់ឈរឲ្យត្រង់ហើយគាត់អោនមើលជើងស្ដាំខ្ញុំហើយគាត់ក៏ប្រាប់ខ្ញុំថាខ្ញុំមានក្រយ៉ៅខ្មោចលងក្រោយមកទៀតទើបគាត់បង្រៀនខ្ញុំពីរបៀបមើលគិតដល់ត្រង់នេះខ្ញុំក៏ភ្ញាក់ខ្លួនថាឥឡូវកំពុងត្រូវបានខ្មោចលងមិត្តគាត់ប្រហែលជាគ្មានបទពិសោធន៍ដូចគាត់ឡើយគាត់គិតពីវិធីថាត្រូវធ្វើយ៉ាងណាព្រោះខ្មោចនេះដូចជាលងសាហាវជាងគាត់ជួបរាល់ដងកន្លងទៅប្រហែលជាកន្លះម៉ោងបងអ៊ុយដែលនៅខាងស្ដាំដៃយើងចាប់ផ្ដើមលាន់ឮសំឡេងក្រឹកម្ដងខ្លាំងម្ដងតិចហាក់ដូចជាមានគេកំពុងតែគោះអញ្ចឹងដែរពន្លឺភ្លើងដែលបំភ្លឺផ្ទៃបន្ទប់ក៏ចាប់ផ្ដើមលូតផ្លាក់ផ្លែកម្ដងរលត់ម្ដងភ្លឺពេលរលត់ម្ដងខ្ញុំហាក់ដូចជាឃើញផ្សែងសនៅក្បែរបងអ៊ុយនោះមួយសន្ទុះក្រោយមកក៏រលត់តែម្ដងពួកគាត់ទាំង4ស្រវាយយកទូរស័ព្ទធ្វើជាពិលដើម្បីកម្ចាត់ភាពងងឹតនិងអារម្មណ៍ភ័យខ្លាចរបស់ពួកយើងបងអ៊ុយដែលបិទក្រោយពីឮសូរក្រាក់អស់មួយរយៈក៏របើកឡើងយឺតដែលធ្វើឲ្យយើងឃើញទេសភាពខាងក្រៅមកងឹតស្លុបឃើញស្រមោលដើមឈើព្រាលដែលកំពុងរារាំជាមួយកម្លាំងខ្យល់បក់ម៉ោងជាង1យប់ទៅហើយសំឡេងឆ្កែលូនៅតែលាន់មិនដាច់សូរហើយកាន់តែខ្លាំងទៅពួកគាត់ម្នាក់គ្មាននរណាហ៊ានទៅទាញបងអ៊ុយបិទឡើយគាត់ហៅម្នាក់ក្នុងចំណោមអ្នកទាំង3នោះទៅជាគ្នាប៉ុន្តែម្នាក់ក្រាញមិនហ៊ានគាត់ទាញផងអ៊ុសផងនៅតែមិនមកជាចុងក្រោយគាត់ពង្រឹងភាពក្លាហានហើយក៏ដើរទៅជាមួយជំហានស្រាលមួយពេលដែលគាត់លូកដៃទៅទាញស្លាបបងអ៊ុយមួយចូលក្នុងវិញខ្លួនគាត់ទាំងមូលចាប់ដើមព្រឺសម្បូរពីក្បាលបោះជុំជើងសក់ខ្ញុំស្ទាបទៅឡើងរឹងតែម្ដងទន្ទឹមជាមួយគ្នានេះគាត់ឃើញស្រីម្នាក់ដែលមានមុខសុទ្ធតែឈាមពាក់ខោអាវរញ៉េឯសក់វិញអូសដីភ្នែកក្រហមក្រលេក្រឡាប់សម្លាក់មុខគាត់និងកំពុងហាមាត់លៀនអណ្ដាតចេញមកក្រៅដៃវិញក៏លូកមកចាប់ដៃខ្ញុំមិនបងអងយូរគាត់ក៏បក់ក្រោយវិញទាំងមិនទាន់បានបិទបងអ៊ុយនៅឡើយអារម្មណ៍ដែលក្លាហានបានរសាត់បាត់បន្តិចម្ដងស្រាប់តែពីនោះឮសំឡេងសម្រើបជើងលើដំបូលសង្កសីព្រឹបដូចមនុស្សរត់ពីគ្រប់ទិសទាំងអស់គាត់និងមិត្តភ័ក្តិគាត់មិនអាចទ្រាំទៀតបានទេក៏ប្រាប់គ្នាឲ្យប្រមូលអីវ៉ាន់ចេញទាំងកណ្ដាលអត្រាតក្រោយពីត្រូវរើគ្នាហើយម្នាក់ប្រញាប់ប្រមូលអីវ៉ាន់ខ្លួនឯងរួមទាំងគាត់ផងអំពូលដែលដាច់ហើយនោះស្រាប់តែភ្លឺវិញម្នាក់ធូរត្រង់មួយកម្រិតមិនដល់5នាទីផងពួកយើងបានរៀបចំរួចរាល់ទៅហើយយើងរត់ចេញមកក្រៅទាំងមិនដឹងថាត្រូវទៅគេងនៅទីណាតែទោះជាយ៉ាងណាក៏ត្រូវតែចេញពីផ្ទះនោះឲ្យបានដែរក្រោយពីចេញមកដល់របងផ្ទះខាងក្រៅភ្លើងក៏រលត់វិញហើយគាត់ឃើញស្រមោលសស្ទង់ដល់ដៃនោះរេនៅមុខទ្វារផ្ទះហោះទៅហោះមកតែមិនមែនមានតែមួយទេគឺឃើញដល់ទៅ3ក្រោយពីរត់ចេញបានបន្តិចខ្ញុំក្រឡេកមើលក្រោយវិញស្រមោលទាំងអស់នោះក៏រសាត់បាត់អស់ទៅពួកយើងគិតថាអ្វីនឹងចប់ហើយតែសំឡេងឆ្កែលូបន្តឡើងមិនបានបង្អង់បន្តិចសោះឡើយពួកយើងដើរផងរត់ផងប្រមាណជាកន្លះគីឡូស្រាប់តែឮសំឡេងច្រៀងរហឹមលវីនៅខាងមុខពួកខ្ញុំកេះសួរគ្នានរណាមកច្រៀងកណ្ដាលអត្រាតអញ្ចឹងវាគឺជាសំណួរដែលគ្មានចម្លើយស្រាប់តែពេលរត់មកដល់ក្រោមដើមអំពិលមួយធំដែលជាមានមែកបែកសាខាយ៉ាងធំសំឡេងច្រៀងកាន់តែច្បាស់ឡើយហើយពេលដែលពួកយើងងើយទៅលើម្នាក់ស្ទើរតែលាស់ប្រលឹងម្ដងទៀតដោយឃើញមនុស្សស្រីម្នាក់ទម្លាក់សក់គ្រប់មុខពាក់អាវសអង្គុយយល់អង្រឹងកូននៅប្រកៀបឈើធ្វើប្រងើយពេលឃើញពួកយើងទៅ
ខ្មោចបំពេកូនមួយនេះក៏ទម្លាក់ខ្លួនយូតចុះក្រោមនិមិត្តឃើញតែដូចនោះពួកយើងរត់ដាក់មេផាយគ្មានងាកក្រោយបន្តិចទេដោយការភ័យខ្លាចផ្លូវ3គីឡូត្រឹមមួយផ្លេតក៏ដល់ប្រជុំជនវិញតែនៅស្ងាត់ដដែលព្រោះភ្លើងងងឹតស្លុបហើយផ្ទះទាំងអស់នោះក៏បិទភ្លើងចូលនីត្រីអស់ហើយដែរប្រហែលជាកន្លះម៉ោងក្រោយមកទៀតពួកយើងក៏រកផ្ទះសំណាក់បានស្នាក់នៅជិតពួកយើងម្នាក់មានស្ថានភាពមិនខុសពីគ្នាឡើយទឹកមុខពោពេញទៅដោយភាពភ័យខ្លាចពេលនឹកដល់ព្រឹត្តិការណ៍ដៃកាល់អង្បាញ់មិញដោយទឹកមុខតក់ស្លុតម្នាក់ពិតជាមិននឹកស្មានថាការដៅកំសាន្តលើកនេះបែរជាបានទទួលបទពិសោធន៍ដែលនឹងចងចាំមួយជីវិតអញ្ចឹងសោះយប់នោះពួកយើងក៏មិនបានគេងលក់ភ្លាមដែរព្រោះភ្នែកនៅតែដិតជាប់នៅសកម្មភាពកន្លងទៅកន្លះយប់នេះមួយយប់ជួបខ្មោចឡង2ដងនរណាមិនខ្លាចដោយអស់កម្លាំងខ្លាំងពេលទៀបភ្លឺទើបពួកយើងដេកលក់ប៉ុន្តែម៉ោងប្រហែល7ព្រឹកទូរស័ព្ទក៏រោឡើងព្រោះតាមគម្រោងគឺត្រូវទៅលេងផ្សារថៃនៅម៉ោង8គឺមិត្តភ័ក្តិដតីទេមកហៅពួកយើងបានលុបគម្រោងចោលហើយទិញសម្បុត្រឡានត្រឡប់មកវិញពេលថ្ងៃត្រង់សេដ្ឋានិងមូនីធ្លាក់ខ្លួនឈឺព្រោះអីធ្វើដំណើរផ្លូវឆ្ងាយហើយអត់ងងុយពេញមួយយប់ជាមួយនឹងអារម្មណ៍រន្ធត់ទៀតគាត់នឹងមិត្តម្នាក់ទៀតគ្រាន់តែឈឺក្បាលបន្តិចបន្តួចពួកយើងមិនបានដើរលេងអីទៀតទេក្នុងថ្ងៃនោះផ្ទុយទៅវិញបានប្រវត្តិស្រោចទឹកចេញឲ្យអស់ចង្រៃទាំងព្រឹកតែម្ដងពួកគាត់បានសួរម្ចាស់ផ្ទះដែលឲ្យស្នាក់នៅថាហេតុអីផ្ទះនោះមានខ្មោចកាចយ៉ាងនេះចម្លើយដែលទទួលបានគឺធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំងព្រោះអីផ្ទះនោះត្រូវគេបោះបង់ចោលយូរហើយម្ចាស់ផ្ទះមុនមានឪពុកម្ដាយនិងកូនប្រុសម្នាក់ត្រូវចោលចូលប្លន់ហើយបាញ់សម្លាប់ចោលម្ដាយវិញត្រូវចោលរំលោភហើយអាកោសថែមទៀតផ្ទះនោះគ្មាននរណាហ៊ាននៅនោះទេព្រោះ3អ្នកនោះខ្លាយជាខ្មោចតៃហងយាមផ្ទះនោះជាញឹកញាប់គេតែងតែមានពន្លឺហោះកាត់ចេញចូលផ្ទះនោះឯខ្មោចបំពីកូននោះគឺនារីម្នាក់មានផ្ទៃព្រោះចិត្តគ្រប់ខែបានចងកសម្លាប់ខ្លួនលើដើមអំពិលនោះដោយសារប្តីលួចមានស្រីថ្មីហើយចុះចោលនាងនិងកូនចំពោះមូលហេតុដែលគាត់ឲ្យពួកយើងទៅស្នាក់ព្រោះមុននេះមិត្តភ័ក្តិសំណប់ចិត្តខ្ញុំនោះឯងវាបានភ្នាល់គ្នាថាប្រសិនជាពួកគាត់អាចស្នាក់នៅបានវានឹងបានលុយ1 លានរៀលបើចាញ់គឺអស់ត្រឹម20,000រៀលវាបានកុហកពួកគាត់ថាផ្ទះនោះជាផ្ទះចំការពូរបស់វាបានមុខមុនហើយរៀបចំបោសសម្អាតតភ្លើងចូលរួចស្រេចទៀតជាចុងក្រោយពួកយើងបានត្រឹមតែជាអ្នកចាញ់បោកគេហើយត្រូវខ្មោចលងស្ទើរជ្រុះសក់ពីក្បាលថែមទៀតពីថ្ងៃត្រង់ពួកយើងក៏ត្រឡប់មកវិញទាំងអារម្មណ៍ច្របូកច្របល់ពីមកដល់ភ្នំពេញវិញពួកយើងបានទៅស្រោចទឹកចេញមួយសាទៀតលើករាសីបំបត្តិអារម្មណ៍ខ្លាចនិងកុំឲ្យឈឺផងសំណាងដែលគ្មាននរណាម្នាក់ឈឺធ្ងន់ធ្ងរអ្វីកន្លងទៅវានៅសល់តែអនុស្សាវរីយ៍ដំបូងខឹងនឹងមិត្តភ័ក្តិដែរតែក្រោយមកក៏រាប់អានគ្នាធម្មតាវិញអ្វីត្បិតតែវាកន្លងផុតទៅជាច្រើនខែពិតមែនតែគាត់នៅតែញញើតនៅឡើយទោះជាយ៉ាងណាប៉ុន្មានឆ្នាំក្រោយមកទៀតគាត់ត្រូវចុះមកខេត្តនេះម្ដងទៀតហើយជួបខ្មោចលងសាហាវផ្សេងមួយទៀត